សូមគ្រប់ទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលកំពុងរីករាយកំសាន្តជាមួយនឹងកម្មវិធីចម្រៀងបាសាក់នៃប៉ុស្តិ៍ទូរទស្សន៍ VTV5 តៃណាំបូទស្សនិកជនជាទីមេត្រីដើម្បីស្វែងយល់អំពីលក្ខណៈសម្បូរបែបនៃទម្រង់ចម្រៀងបាសាក់ក្នុងកម្មវិធីថ្ងៃនេះយើងខ្ញុំក៏បានអញ្ជើញលោកសឿងវាងជាតន្ត្រីករនៃក្រុមសិល្បៈរស្មីប្រទីបខ្មែរខេត្តត្រាវិញចូលរួមសន្ទនាក្នុងនេតិនេះដែរចាសូមជម្រាបសួរលោកសឿងវាងសូមជម្រាបសួរបងបុប្ផាបាទចាចូលរួមក្នុងកម្មវិធីចម្រៀងបាសាក់លើកនេះតើលោកបានចងក្រងនៅលំនាំបទអ្វីខ្លះដើម្បីចែកជូនប្រិយមិត្តយើងដែលគាត់កំពុងតែតាមដានទស្សនាកម្មវិធីចាបាទចូលរួមក្នុងកម្មវិធីលើកនេះខ្ញុំបាទក៏បានចងក្រងនឹងស្រាវជ្រាវខ្លះរវាងចំនួន5បទហើយក្នុងនោះក៏មានបទចាស់ខ្លះហើយនឹងបទថ្មីខ្លះដែរបាទក៏ដូចជាប្រិយមិត្តយើងធ្លាប់បានស្ដាប់ខ្លះដែរហើយនៅមិនតាន់បានស្ដាប់ខ្លះដែរណាហើយក្នុងនោះដូចជាបទលឹមតឹងបទស្រមោលស្នេហាបទប្របាទជំវៀងហើយនឹងបទសមុទ្រខៀវហើយបទដែលខ្ញុំបានពោលមិញគឺថានៅបទនៅសម័យកណ្ដាលហ្នឹងតើទម្រង់សិល្បៈចម្រៀងបាសាក់យើងមានទាំងអស់ប៉ុន្មានលំនាំបទភ្លេងដែរលោកបាទបើតាមការដែលយើងស្រាវជ្រាវនោះគឺថាលំនាំបទបាសាក់យើងនឹងគឺថាមានច្រើនបទណាហើយបើយើងបើដាក់តាមឈ្មោះបទទៅវាមានទៅដល់ជាង100បទឯណោះក៏ប៉ុន្តែដែលដោយថាមានពេលខ្លះដែលយើងដឹងថាឈ្មោះបទនឹងអញ្ចឹងហើយតាមលំនាំបទនឹងអញ្ចឹងមានតែបទខ្លះទៅយើងមិនដឹងឈ្មោះបទនឹងយើងគ្រាន់តែឮតាមចាស់ទុំគាត់លេងពីសម័យមិនអញ្ចឹងហើយយើងចាំចេះទៅយើងរំលែកមកដល់សពថ្ងៃនឹងអញ្ចឹងទៅយើងយកតាមបទកំណាព្យយើងដាក់ចូលនៅតាមបទភ្លេងនឹងអញ្ចឹងតាមបទណាដែលយើងបានដឹងលំនាំបទនឹងពីព្រោះគឺថាបទដូចជាបទបកោរាជបទលំតឹងបទលំធូបទលំផនអញ្ចឹងដែលយើងបទដឹងថាបទដឹងលំនាំបទនឹងក្នុងលក្ខណៈប្រសាក់ហើយដូចបទសមិទ្ធខៀវបទបរិមាហើយបទជាច្រើនអញ្ចឹងក៏តែនៅមួយចំនួនបទទៀតដែលយើងខ្ញុំកំពុងថាស្រាវជ្រាវនិងសិក្សាដើម្បីរកឈ្មោះបទនឹងឲ្យបានឃើញអញ្ចឹងដើម្បីយើងបង្ហាញទៅថ្ងៃក្រោយទៀតបាទតទៅនេះយើងខ្ញុំសូមអញ្ជើញប្រិយមិត្តរីករាយកំសាន្តនៅលំនាំបទបាសាក់មួយមានឈ្មោះថាស្រមោលស្នេហាតាមរយៈបទចម្រៀងត្រួយស្នេហ៍ដូចតទៅញាក់យល់បំផ្លាំត្រជាក់ណាយអូពងខ្មៅក្រាំងវិញមេឃាភ្លៀងធ្លាក់តក់កាយរគាបានគុំយកមកសាច្រឡឹងសំរៀងបាញ់ចេញសំនៀងអែមចន្ទរាហៅខ្ញុំជួយចោកក្បែរជីវាអំរួនអរាញ៉អនឡា
អូប៉ុនលោកស្នេហ៍ខ្ញុំថាថាមានក្តិចខ្ញុំ នៅជ័យផងសងខំថ្ងៃស្អែកបានដូចសងបាត់រាត់លំលងលោកថាស្រីតើលំនាំបទសមិទ្ធខៀវមានលក្ខណៈពិសេសអ្វីខ្លះលោក បាទបើតាមខ្ញុំសិក្សាស្រាវជ្រាវនោះគឺថាបទសមុទ្រខៀវហ្នឹងខ្ញុំធ្លាប់ឮតែគេលេងភ្លេងរៃនៅតាមភូមិស្រុកអញ្ចឹងណាក៏តែនៅតាមក្រុមសិល្បៈនីមួយៗអញ្ចឹងខ្ញុំមិនទាន់ដែលបានឃើញបទសមុទ្រខៀវនេះគឺថាបង្ហាញឡើងក៏តែតាមចាចំនួនមិនគាត់មានប្រាប់ដែរគាត់ថាបទសមិទ្ធខៀវនេះគាត់នៅតម្រង់ក្នុងប្រសាសន៍របស់យើងអញ្ចឹង ហើយមានតម្រូវពីលក្ខណៈសិល្បៈយ៉ាងណាដែរលោកដូចជាខ្លឹមសារនៃបទចម្រៀងឧបករណ៍ដែលប្រើប្រាស់ក្នុងបទភ្លេងឬក៏អ្នកច្រៀងចា៎ បាទគឺបទសមុទ្រខៀវហ្នឹងយើងថាបទនេះនៅដូចនៅក្នុងសម័យកណ្ដាលអញ្ចឹង
ហើយរវាងឧបករណ៍ភ្លេងហ្នឹងគឺយើងថាយើងប្រើនៅឧបករណ៍ខ្មែរយើងធម្មតាអញ្ចឹងដែរដូចជាមានត្រឃឹមឃ្លុយតាខេអីអញ្ចឹងបើថាយើងលេងក្នុងបទភ្លេងមហោរីអញ្ចឹងណាក៏តែបើយកបញ្ចូលនៅក្នុងលក្ខណៈប្រសាទគ្រឿងហ្នឹងគឺថាដូចជាមានឧបករណ៍ត្រសត្រអ៊ូឃ្លុយឃឹមតូចឃឹមធំអីអញ្ចឹងដើម្បីនឹងឲ្យវាស៊ីសង្វាក់ក្នុងសភាពនីមួយៗអញ្ចឹងបងតែលក្ខណៈសាច់បតហ្នឹងគេមិនប្រកាន់ថាប្រុសស្រីអីអញ្ចឹងទេកុំតែឲ្យថាដែលយើងមើលទៅសមស្របណាត់ចម្រៀងប្រុសនិងណាត់ចម្រៀងស្រីហ្នឹងហើយសំឡេងជាពិសេសគឺថាសំឡេងឲ្យមានកូនកៅពីប្រុសបតហ្នឹងវាមានកន្លែងយកបន្តហ្នឹងគឺថាមានកន្លែងឡើងសំឡេងបន្តិចគឺថាទៅការណាត់ចម្រៀងប្រុសឬស្រីហ្នឹងមានសំឡេងឲ្យវាតាំងវាកពស់ជាងបន្តិច
ឡូវយើងវិលមកខ្លឹមសារកិច្ចសន្ទនាវិញដោយជាលោកសឿងវ៉ាងបានឃើញស្រាប់ហើយថាទម្រង់សិល្បៈចម្រៀងបាសាក់យើងនាពេលបច្ចុប្បន្ននេះគឺមានការអភិវឌ្ឍយ៉ាងខ្លាំងមានមីងខ្មែរយើងគាត់តាមដានស្ដាប់ហ្នឹងគឺយ៉ាងច្រើនតើលោកមានទិសដៅយ៉ាងណាខ្លះដើម្បីអភិរក្សនៃទម្រង់សិល្បៈចម្រៀងបាសាក់ដែរចា៎បាទកន្លងហើយនេះដែលយើងខ្ញុំឃើញថានៅតម្រង់នៃចម្រៀងបាសាក់គឺថាលក្ខណៈបាសាក់ហ្នឹងមើលទៅគឺថាយើងឃើញនៅការមានការអភិរក្សនិងការអភិវឌ្ឍជាច្រើនដែលទៅតាមតំបន់ភូមិស្រុកវត្តអារាមនានាអញ្ចឹងណាហើយជាពិសេសដែលកន្លងហើយនេះគឺថានៅខាងក្រសួងបានខាងក្រសួងវត្តធម៌កីឡានិងទេសចរដែលលោកបានចាត់តាំងឲ្យមានកម្មវិធីប្រឡងនៅសិល្បៈល្ខោនបាសាក់ទូទាំងប្រទេសតាមតំបន់នីមួយៗអញ្ចឹងយើងខ្ញុំឃើញថានេះជាការអភិវឌ្ឍមួយចំណែកដែរហើយជាពិសេសទៅទៀតដែលឃើញបងប្អូនយើងនៅតាមភូមិស្រុកជាច្រើនដែលខំជួយថែរក្សានៅបទភ្លេងព្រមទាំងនៅបទចម្រៀងទាំងអ្នកតន្ត្រីក៏ចាស់ក្មេងអញ្ចឹងណាហើយក្នុងនោះខ្ញុំជាតន្ត្រីក៏មួយនៅក្នុងក្រុមសិល្បៈដែរហើយគឺយល់ឃើញថានៅមានបទចម្រៀងជាច្រើនទៀតបទភ្លេងជាច្រើនទៀតដែលយើងមិនទាន់បានស្រាវជ្រាវឡើងទាំងអស់ម្ល៉េះហើយខ្ញុំមានហៅថាយើងថាមានគំនិតរបស់យើងអញ្ចឹងណាថាខំសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីនឹងរកនៅបទភ្លេងហើយបទចម្រៀងនៅសម័យមុននៅសម័យកណ្ដាលបទមហោរីបទយីកេបទទម្រង់បាសាក់និយាយរួមគឺថាទម្រង់បាសាក់យើងអញ្ចឹងគឺថាខំស្រាវជ្រាវសិក្សាស្រាវជ្រាវឡើងហើយខំបន្តវេននឹងបង្ហាត់នៅឧបករណ៍តន្ត្រីអញ្ចឹងហើយជាពិសេសគឺថាខំជួយបណ្ដុះបណ្ដាលឲ្យបងប្អូននៅចំនួនក្រោយអញ្ចឹងវាបានសិក្សាស្រាវជ្រាវឲ្យយល់ច្បាស់នៅទម្រង់បទបាសាក់របស់យើងទស្សនិកជនយើងតាមដានឲ្យឃើញមានសម្បូរបែបជាច្រើនទៀតបងក្នុងកម្មវិធីថ្ងៃនេះយើងខ្ញុំក៏ចង់សូមលោកសឿងវ៉ាងនឹងទស្សនាមអំពីបទបាសាក់លំនាំថ្មីដែលលោកតបតែស្រាវជ្រាវរៀបចំបានហ្នឹងប្រគំឃ្លាអញ្ចឹងជូនទស្សនិកជនយើងក៏ស្ដាប់ទាំងអស់គ្នាបាទដូច្នេះខ្ញុំក៏បានស្រាវជ្រាវនៅបទថ្មីមួយបទនោះដែលឈ្មោះថាបទបរិមាបាទហើយបទនេះទម្រង់បាសាក់នៅសម័យកណ្ដាលរបស់យើងបាទហើយ
កម្មវិធីចម្រៀងបាសាក់នាពេលនេះសូមបញ្ចប់តែត្រឹមនេះសារជាថ្មីម្ដងទៀតយើងខ្ញុំសូមអរគុណលើកសងវាងនិងក្រុមភ្លេងដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីសូមអរគុណប្រិយមិត្តផងដែរដែលបានយកចិត្តទុកដាក់តាមដានទស្សនាសូមជម្រាបលានិងសន្យាវិលមកជួបវិញក្នុងកម្មវិធីលើកក្រោយទៀត Thank you.